បាទសួស្តីប្រិយមិត្តស្វាគមន៍មកកាន់វីដេអូថ្មីរបស់ខ្ញុំថ្ងៃនេះខ្ញុំនឹងចែករំលែកអំពីប្រធានបទពាក់ព័ន្ធទៅនឹងការឆ្លាញ់ភេទដូចគ្នាខ្ញុំសូមបញ្ជាក់ថាខ្ញុំមិនមែនជាអ្នកជំនាញអ្នកឆ្លាញ់ភេទដូចគ្នាទេប៉ុន្តែខ្ញុំគ្រប់គ្រងអ្នកដែលឆ្លាញ់ភេទដូចគ្នាហើយខ្ញុំចែករំលែកថ្ងៃនេះគឺខ្ញុំតាមរយៈការសិក្សាស្វែងយល់ដូចជាការស្រាវជ្រាវហើយនឹងតាមរយៈដែលខ្ញុំធ្លាប់ធ្វើការងារផ្នែកនេះមួយចំនួនផងដែរបាទសម្រាប់បងប្អូនថ្មីដែលមិនទាន់បានជួយចុច Subscribe នៅវីដេអូថ្មីរបស់ខ្ញុំសូមជួយចុច Subscribe មួយហើយនឹងបើមានមតិយោបល់អីសូមជួយ Comment បាទពាក់ព័ន្ធទៅនឹងការឆ្លាញ់ភេទដូចគ្នានេះតើវាខុសដែរអត់បងប្អូនពាក់ព័ន្ធទៅនឹងយើងអាចវែងនិយាយថាការឆ្លាញ់ភេទដូចគ្នានេះវាខុសឬត្រូវបើសិនជាយើងរស់នៅក្នុងសង្គមមួយគឺយើងយោងទៅលើច្បាប់យោងទៅលើពាក់ព័ន្ធទៅនឹងឯកសារផ្លូវច្បាប់អីជាសម្អាងខ្ញុំនិយាយអំពីជារួមពាក់ព័ន្ធទៅនឹងរឿងសិទ្ធិផ្លូវភេទគឺច្បាប់ពាក់ព័ន្ធទៅនឹងសិទ្ធិមនុស្សគេទទួលស្គាល់មានថាបុគ្គលម្នាក់គឺមានសិទ្ធិជ្រើសរើសដៃគូជាការសម្រេចចិត្តរបស់យើងហើយជាការគ្រប់គ្រងលើរាងកាយរបស់យើងទេបាទអញ្ចឹងបើយើងមើលជារួមទស្សនវិជ្ជាតកតទៅនឹងសិទ្ធិមនុស្សគឺគេអត់មានហាមឃាត់ទេប៉ុន្តែគ្រាន់ថាសង្គមខ្មែរយើងគឺពាក់ព័ន្ធទៅនឹងការឆ្លាញ់ភេទដូចគ្នាគឺច្បាប់អាពាហ៍ពិពាហ៍គេមិនទទួលស្គាល់គាត់ទេដោយសារតែច្បាប់អាពាហ៍ពិពាហ៍ស្រុកខ្មែរគឺគេទទួលស្គាល់តែអ្នកឆ្លាញ់ភេទផ្ទុយគ្នាមានថាបុរសយកស្ត្រីស្ត្រីយកបុរសតែប៉ុណ្្នឹងទេប៉ុន្តែសួរថាគាត់ខុសដែរអត់បងប្អូនអត់ខុសទេព្រោះថាពាក់ព័ន្ធទៅនឹងបេះដូងមនោចេតនារបស់គាត់ជាអារម្មណ៍ជាការស្រឡាញ់របស់គាត់គឺអត់មានច្បាប់ណាមកដាក់ទោសឬក៏ផាកពិន័យគាត់ថាមិនអោយអ្នកឯងស្រឡាញ់ភេទដូចគ្នាដែរបាទដើម្បីបងប្អូនជាច្បាស់គឺខ្ញុំគ្រាន់តែចង់បញ្ជាក់នៅពីរចំណុចទី1គឺតកតទៅនឹងហៅថានិន្នាការភេទក៏ដូចជាអត្តសញ្ញាណភេទតើពាក្យពីរហ្នឹងវាដូចគ្នាដែរអត់អញ្ចឹងខ្ញុំនឹងបកស្រាយបងប្អូនស្វែងយល់ហើយបងប្អូនអាចចូលរួមជាមតិយោបល់បានបើសិនជាមានការយល់ឃើញខុសពីនេះតើតើនឹងអត្តសញ្ញាណភេទគឺគេចង់សំដៅទៅលើនេះពាក់ព័ន្ធទៅនឹងផ្នែកខួរក្បាលផ្នែកចិត្តគំនិតរបស់យើងហ្នឹងគឺយើងកំណត់ខ្លួនឯងតែម្ដងតើខ្លួនឯងជាប្រុសជាស្រីជាភេទទាំងពីរឬក៏មិនមែនជាភេទទាំងពីរអញ្ចឹងនៅពេលដែលគាត់ពេញវ័យនៅពេលដែលគាត់ឈានដល់វ័យមួយដែលពេញរូបពេញរាងពេញវ័យគេហៅថាវ័យគ្រប់ការឬអីហ្នឹងអញ្ចឹងគឺខួរក្បាលគាត់គឺកំណត់ខ្លួនឯងហើយបងប្អូនតែសម្គាល់ឃើញអ្នកខ្លះគាត់ជាបរិសុទ្ធទេប៉ុន្តែគាត់ចូលចិត្តការងារដេប៉ាគាត់ចូលចិត្តការងារផ្ទះដូចជាមនុស្សស្រីអញ្ចឹងហើយអ្នកខ្លះទៀតគាត់ចូលចិត្តពណ៌ផ្កាឈូកពណ៌ក្រហមពណ៌ឆើតប៉ុន្តែសួរថាគាត់ជាប្រុសហ្នឹងប៉ុន្តែសួរថាគាត់ចរិតគាត់អេយ៉ាបតរបស់គាត់ដូចស្រីសួរថាតើគាត់ស្រឡាញ់ស្រីមិនមែនទេមិនអាចកំណត់បែបហ្នឹងទេបាទអ្នកខ្លះគាត់បែបហៅថាការងារគាត់ចូលចិត្តបែបស្រីប៉ុន្តែគាត់ជាប្រុសទេគាត់កំណត់ខ្លួនគាត់ជាប្រុសទេអញ្ចឹងមិនប្រកាសថាគាត់មានអារម្មណ៍ផ្លូវភេទជាមួយនឹងមនុស្សប្រុសដូចគ្នាឬក៏យ៉ាងម៉េចទេណាមកមួយទៀតពាក់ព័ន្ធទៅនឹងនិន្នាការផ្លូវភេទនិន្នាការផ្លូវភេទគឺគេចង់សំដៅទៅលើបេះដូងអារម្មណ៍របស់គាត់នេះដែលកំណត់ថាគាត់មានចំណង់ផ្លូវភេទជាមួយបុរសជាមួយស្ត្រីឬក៏ជាមួយភេទទាំងពីរខ្ញុំឧទាហរណ៍ថាអារម្មណ៍បេះដូងរបស់គាត់ហ្នឹងគាត់ជាប្រុសឯងប៉ុន្តែគាត់មានចំណង់ផ្លូវភេទជាមួយនឹងបុរសដូចគ្នាបាទនេះគេហៅនិន្នាការផ្លូវភេទគាត់គឺគាត់បុរសប៉ុន្តែគាត់ទៅស្រឡាញ់បុរសអ្នកខ្លះទៀតគឺអារម្មណ៍របស់គាត់គឺគាត់ស្រឡាញ់ស្រីប៉ុន្តែខ្លួនគាត់គឺជាស្រីបាទនេះខ្ញុំចង់បញ្ជាក់ថានេះគឺសំដៅទៅលើនិន្នាការផ្លូវភេទហើយមួយទៀតទាក់ទងទៅនឹងពាក់ព័ន្ធទៅនឹងនៅពេលដែលយើងនិយាយអំពីតាក់ទងទៅនឹងអ្នកស្រឡាញ់ភេទដូចគ្នាបងប្អូនតែឮឬធ្លាប់ដឹងហើយថាពាក្យថា LGBT ចឹង LGBT នេះគឺជាគេសំដៅទៅលើក្រុមមនុស្សដែលស្រឡាញ់ភេទដូចគ្នាបាទពាក្យថា L ហ្នឹងមានថា lesbian បើយើងបកប្រែជាភាសាខ្មែរយើងមានថាស្រីស្រឡាញ់ស្រីបាទហើយ gay មានថាអីគេមានថាប្រុសស្រឡាញ់ប្រុសហើយ B មានថាគាត់អីគេ bisexual គឺស្រឡាញ់ភេទទាំងពីរស្រីក៏ត្រូវប្រុសក៏ត្រូវហើយ T គឺពាក្យព័ន្ធទៅនឹងហៅថា transgender ហៅថាកាម
បដូរភេទគឺការផ្លាយភេទបាទអញ្ចឹងខ្ញុំសូមបញ្ជាក់ថាអ្នកដែលគាត់ជាបរិសុទ្ធហើយគាត់ស្រឡាញ់បរិសុទ្ធគឺវាមិនមែនជាកំហុសឆ្គងរបស់គាត់ទេឬហៅថាគាត់ជាស្រីគាត់ទៅស្រឡាញ់ស្រីក៏មិនមែនជាកំហុសឆ្គងគាត់ដែរមានថាធម្មជាតិឬក៏ហ្សែនឬក៏អីគាត់ហ្នឹងគឺបានកំណត់ឲ្យគាត់ហ្នឹងគឺមាននិន្នាការផ្លូវភេទឬក៏មានអារម្មណ៍ផ្លូវភេទបែបហ្នឹងអញ្ចឹងបងប្អូនសូមកុំគិតថាពួកគាត់ស្រឡាញ់ភេទដូចគ្នាហ្នឹងគឺជាមនុស្សមិនល្អជាមនុស្សដែលកើតមកខុសគេសូមបងប្អូនកុំវាយតម្លៃឬក៏កុំមាក់ងាយគាត់បែបហ្នឹងពីព្រោះពួកគាត់ត្បិតតែគាត់ជាអ្នកស្រឡាញ់ភេទដូចគ្នាមែនប៉ុន្តែគាត់មានសមត្ថភាពគាត់មានចំណេះដឹងគាត់មានអីហ្នឹងគឺធ្វើការដូចតែយើងជាអ្នកដែលស្រឡាញ់ភេទផ្ទុយគ្នាដែរទេប៉ុន្តែគ្រាន់តែពេលខ្លះទៅនៅពេលដែលសម្ដីសម្ដៅយើងមាក់ងាយមើលងាយគាត់ទៅធ្វើឲ្យគាត់គឺខ្លាចទៅជាមនុស្សឯកាខ្លាចទៅជាមនុស្សដែលបាក់ទឹកចិត្តហើយមនុស្សដែលអស់សង្ឃឹមក្នុងការរស់នៅបាទអញ្ចឹងខ្ញុំជឿជាក់ថាបងប្អូនរស់នៅប្រចាំថ្ងៃនេះបងប្អូនសម្គាល់មើលក្នុងសហគមន៍ឬក៏ក្នុងស្រុកមួយគឺតែងតែមានបុគ្គលប្រភេទហ្នឹងប៉ុន្តែគ្រាន់ថាពេលខ្លះបើតំបន់ស្រុកហ្នឹងគាត់យល់ដឹងរឿងការស្នាក់ស្រឡាញ់ភេទដូចគ្នាហ្នឹងគឺគាត់បើកចំហប៉ុន្តែភាគច្រើនគឺក្រុមហ្នឹងភាគច្រើនគាត់មិនសូវជាបើកចំហទេដោយសារអីដោយសារតែវប្បធម៌សង្គមយើងគឺភាគច្រើនគឺយើងនៅមានការរើសអើងពួកគាត់ជាខ្លាំងហើយមួយទៀតសូម្បីតែខ្លួនគាត់ជាអ្នកដែលស្រឡាញ់ភេទដូចគ្នាហ្នឹងក៏គាត់មិនហ៊ានបើកកកាយមិនហ៊ានបើកចំហប្រាប់គេប្រាប់ឯងថាគាត់ជាអ្នកដែលស្រឡាញ់ភេទដូចគ្នាដែរពីព្រោះអីពីព្រោះតែគំនាបសង្កត់ផ្លូវចិត្តនៅពេលដែលគាត់និយាយបើកចំហនិយាយប្រាប់ទៅកាន់អ្នកដទៃជាទូទៅគឺគាត់នឹងមានអារម្មណ៍មួយថានៅពេលដែលនិយាយចេញទៅគឺតែតែទទួលរងនៅការមាក់ងាយពីមនុស្សជុំវិញខ្លួនមួយទៀតគឺកើតចេញពីគ្រួសារខ្លះនៅពេលដែលគាត់ឃើញកូនគាត់ជាកូនប្រុសទៅស្រឡាញ់ប្រុសឬក៏កូនស្រីទៅស្រឡាញ់ស្រីគឺគាត់មានផ្នត់គំនិតមួយគឺគាត់មិនទទួលស្គាល់មិនទទួលយកបានតែមកបាទអញ្ចឹងចំណុចនេះខ្ញុំគ្រាន់តែសូមឲ្យបងប្អូនគិតស្វែងយល់ពិចារណាឡើងវិញគឺនៅក្នុងសិទ្ធិមនុស្សគឺពួកគាត់មានសិទ្ធិសម្រេចចិត្តក្នុងការជ្រើសរើសដៃគូក្នុងការជ្រើសរើសគ្រួសារដូចគ្នាបងប្អូនឃើញអ្នកខ្លះគាត់ស្រីឆ្លាញ់ស្រីឯងប៉ុន្តែគាត់ព្យាយាមរៀបការជាមួយគ្នាគាត់ព្យាយាមចាប់ដៃគ្នាជាប្តីប្រពន្ធហើយគាត់ព្យាយាមសុំកូនគេមកចិញ្ចឹមបាទដើម្បីកសាងគ្រួសារដើម្បីបន្តពូជពង្សវងតកូលគាត់តែត្បិតតែវាមិនមែនជាកូនរបស់គាត់ប៉ុន្តែគាត់ជ្រើសរើសនៅដំណោះស្រាយបែបហ្នឹងបាទចឹងជាចុងក្រោយខ្ញុំសូមសង្ខេបឡើងវិញពាក់ព័ន្ធទៅនឹងការស្រឡាញ់ភេទដូចគ្នាវាមិនមានជាកំហុសឆ្គងទេវាជាធម្មជាតិជាការកំណត់អំពីហៅថាចរិតលក្ខណៈផ្លូវភេទរបស់គាត់ពីកំណើតនៅពេលគាត់ពេញវ័យអញ្ចឹងសូមឲ្យបងប្អូនទាំងអស់សូមកុំធ្វើការរើសអើងចំពោះពួកគាត់ហើយលើកទឹកចិត្តពួកគាត់ដើម្បីហ៊ានបញ្ចេញនៅភាពក្លាហានរបស់ខ្លួនហ៊ានបញ្ចេញឲ្យសាធារណជនដឹងហើយសូមបងប្អូនកុំមាក់ងាយពួកគាត់ដើម្បីឲ្យពួកគាត់គឺចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិក៏ដូចជាការចែករំលែកនៅបទពិសោធន៍ឬក៏ចំណេះដឹងផ្សេងៗដែលខ្លួនពួកគាត់មានក្នុងការអភិវឌ្ឍប្រទេសបាទជាចុងក្រោយសូមថ្លែងអរគុណចំពោះបងប្អូនដែលតាមដានវីដេអូរបស់ខ្ញុំហើយបើសិនជាបងប្អូនមានមតិយោបល់សូមជួយ comment ហើយកុំភ្លេចសូមជួយចុច subscribe នៅវីដេអូរបស់ខ្ញុំមួយផងដែរបាទសូមអរគុណ